សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel The Secret Room បន្ទប់សម្ងាត់នេះជាកន្លែងដែលអ្នកអាចទំលាយរឿងរ៉ាវអាចកំបាំងក្នុងចិត្តដោយមិនបារម្ភពីការបង្ហាញអត្តសញ្ញាណហើយនឹងជាទីដែលអ្នកអាចបន្ធូរអារម្មណ៍តាមរយៈការបង្ហាញនៅរឿងរ៉ាវដែលទាក់តឹងណែននៅក្នុងទ្រូងថ្ងៃនេះ admin ទទួលបានសម្បត្តិទី9ពីប្រិយមិត្តម្នាក់ដែលគាត់បានសរសេររៀបរាប់អំពីការជឿចាប់បំផុតក្នុងជីវិតដែលត្រូវមនុស្សដែលខ្លួនទុកចិត្តបំផុតចាក់ពីក្រោយខ្នងតោះកុំឲ្យខាតពេលយូរសូមនាំគ្នាបណ្ដែតអារម្មណ៍ហើយនឹងចូលរួមស្ដាប់ដើម្បីជាការចែករំលែកនិងការយល់ចិត្តដល់ម្ចាស់សម្បត្តិទាំងអស់គ្នាជម្រាបសួរ admin និងអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំសម្រាប់ចិត្តសរសេរសម្បត្តិនេះមកកាន់បន្ទប់សម្ងាត់ព្រោះរឿងនេះវាបានក្លាយទៅជាស្រមោលអន្ទោលតាមប្រាណនិងជាដំបៅចិត្តរបស់ខ្ញុំជាច្រើនឆ្នាំមកហើយខ្ញុំមិនអាចប្រាប់អ្នកណាខាងក្រៅបានទេព្រោះខ្លាចគេសើចចំអកថាខ្ញុំជាមនុស្សល្ងង់ខ្ញុំមានមិត្តភក្តិម្នាក់ឈ្មោះរ៉ានីជាស្រីឈ្មោះរ៉ានីនេះគឺ admin ជាអ្នកដាក់ឲ្យទេគាត់បានសរសេរឈ្មោះពិតដែរប៉ុន្តែខ្ញុំអត់ចង់បង្ហាញយើងលេងជាមួយគ្នាតាំងពីបឋមសិក្សារហូតដល់ចប់មហាវិទ្យាល័យនិងចូលធ្វើការសម្រាប់ខ្ញុំរ៉ានីមិនមែនត្រឹមតែជាមិត្តភក្តិទេនាងគឺជាបងប្អូនស្រីគឺជាកញ្ចក់ឆ្លុះហើយក៏ជាមនុស្សតែម្នាក់គត់ដែលដឹងគ្រប់រឿងរ៉ាវសម្ងាត់និងចំណុចខ្សោយរបស់ខ្ញុំឲ្យតែខ្ញុំមានរឿងពិបាកចិត្តនាងតែងតែនៅក្បែរផ្ដល់កម្លាំងចិត្តហើយអោបខ្ញុំជានិច្ចខ្ញុំជឿជាក់លើនាង 100% ដែលមិនដែលសូម្បីតែមានកូនចិត្តសង្ស័យសូម្បីតែបន្តិចទៅលើរូបនាងរហូតដល់ថ្ងៃមួយខ្ញុំបានស្គាល់បុរសម្នាក់តាមរយៈខ្សែបណ្ដាញការងារគាត់ជាមនុស្សល្អចេះយកចិត្តទុកដាក់ហើយគាត់បង្ហាញពីការស្រឡាញ់ខ្ញុំខ្លាំងណាស់យើងទាំងពីរនាក់ក៏បានសម្រេចចិត្តតាក់ទងគ្នាជាគូស្នេហ៍ក្នុងនាមជាមិត្តល្អបំផុតខ្ញុំបាននាំគាត់ទៅណែនាំឲ្យរ៉ានីស្គាល់ពេលនោះខ្ញុំសប្បាយចិត្តណាស់ដែលឃើញមិត្តភក្តិដ៏ល្អនិងមនុស្សដែលខ្ញុំស្រឡាញ់ត្រូវរើគ្នាហើយរាប់អានគ្នាប៉ុន្តែអ្វីមិនដូចជាការគិតដ៏ស្មោះសររបស់ខ្ញុំឡើយចាប់ផ្ដើមពីខែទី3នៃការតាក់ទងគ្នាខ្ញុំសង្កេតឃើញថាមិត្តប្រុសរបស់ខ្ញុំហាក់ដូចជាមានការប្រែប្រួលគាត់ចាប់ផ្ដើមទៅជាក់ស្រេបដាក់ខ្ញុំមិនសូវតបសារហើយក៏មិនផ្ញើសារមកវិញជួនកាលមើលមកខ្ញុំដោយក្នុងក្រសែភ្នែកប្លែកហើយសូម្បីតែកាន់ដៃក៏យើងមិនដែលកាន់ដៃគ្នាបន្តទៀតពេលដែលខ្ញុំលូកដៃទៅកាន់ដៃគាត់បែរជារលាស់ដៃចេញខ្ញុំមានអារម្មណ៍ប្លែកមិនសូវស្រួលក្នុងចិត្តខ្លាំងណាស់ខ្ញុំក៏យករឿងនេះទៅពិគ្រោះជាមួយរ៉ានីចំណែករ៉ានីក៏បានលួងលោមហើយនិយាយថាប្រហែលគាត់មានការងារហើយរវល់ច្រើនដឹងឯងកុំគិតច្រើនពេកអីឬមួយគាត់មានថ្មីអីចាំមើលគ្នាជួយស៊ើបឲ្យខ្ញុំរំភើបចិត្តនិងអរគុណនាងយ៉ាងខ្លាំងណាស់ដែលនាងតែងតែបារម្ភពីខ្ញុំប៉ុន្តែអ្វីដែលខ្ញុំមិនដឹងនោះគឺនាងកំពុងតែស៊ើបដើម្បីដណ្ដើមមិនមែនស៊ើបដើម្បីជួយខ្ញុំឡើយមានថ្ងៃមួយមិត្តប្រុសរបស់ខ្ញុំបានផ្ញើសារមកសុំបែកជាមួយខ្ញុំតែគ្មានមូលហេតុច្បាស់លាស់គាត់គ្រាន់តែនិយាយថាយើងមិនចុះសម្រុងនឹងគ្នាទេហើយបងទើបតែដឹងថាអូនមិនមែនជាមនុស្សស្រីល្អដូចតែបងគិតឡើយខ្ញុំខូចចិត្តខ្ញុំពិបាកចិត្តព្រោះខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់អត់មានដឹងទេគាត់គឺជាស្នេហាដំបូងរបស់ខ្ញុំព្យាយាមតាមសួររកហេតុផលតែគាត់មិនព្រមឆ្លើយជាមួយខ្ញុំសោះហើយមិនត្រឹមតែប៉ុណ្ណោះគាត់ប្លុកគ្រប់ទាំងបណ្ដាញទំនាក់ទំនងទាំងអស់របស់ខ្ញុំជាមួយគាត់ទាំង Facebook Instagram Telegram WhatsApp និយាយជារួមគឺគ្រប់ទាំងទំនាក់ទំនងទាំងអស់ដែលខ្ញុំមានជាមួយគាត់ពេលនោះមានតែរ៉ានីម្នាក់គត់ដែលបានមកអោបខ្ញុំយំជាមួយខ្ញុំហើយបានជេរប្រតិចមិត្តប្រុសរបស់ខ្ញុំនោះជាមនុស្សប្រុសក្បត់ចិត្តថែមទៀតផងរឿងរ៉ាវបានកន្លងហួសទៅជិតកន្លះឆ្នាំ
របួសផ្លូវចិត្តខ្ញុំក៏បានធូរស្រាលបន្តិចម្ដងរហូតដល់ថ្ងៃមួយខ្ញុំត្រូវទៅចូលរួមកម្មវិធីគូកំណត់មិត្តរួមថ្នាក់ម្នាក់ពេលទៅដល់ខ្ញុំស្រឡាំងកាំងរកពាក្យនិយាយមិនចេញមាត់របស់ខ្ញុំបើកចំហដោយមិនដឹងថានិយាយថាម៉េចខ្ញុំភាំងស្មារតីស្ទើរคล้ายទៅជារូបចម្លាក់ដែលគេយកមកសម្រាប់ដាក់តាំងក្នុងកម្មវិធីវាគឺដោយព្រោះតែខ្ញុំបានឃើញអតីតមិត្តប្រុសរបស់ខ្ញុំម្នាក់នោះដើរចូលមកទាំងកាន់ដៃជាមួយនឹងរ៉ានីយ៉ាងផ្អែមល្ហែមបេះដូងខ្ញុំពេលនោះវាដូចជាចង់គាំងវាលោតខ្លាំងស្ទើរចេញពីប្រអប់ទ្រូងមកក្រៅខ្ញុំញ័រខ្លួនទៅត្រើកដើរទៅសួរពួកគេទាំងញ័រមាត់អតីតមិត្តប្រុសរបស់ខ្ញុំមើលមកខ្ញុំដោយកសែភ្នែកមើងងាយដូចនិយាយថាបងឯងឈប់ធ្វើពុតជាជនរងគ្រោះទៅរ៉ានីប្រាប់បងអស់ហើយបងឯងលួចតាក់ទងជាមួយប្រុសផ្សេងពីក្រោយខ្នងបងធ្លាប់ឡើងក្រែជាមួយគេរាប់ដងមិនអស់ថែមទាំងធ្លាប់និយាយដើមបងមកកាច់បង្ខូចប្រាប់គេឯងទៀតមានតារ៉ានីទេដែលយកចិត្តបងហើយនៅក្បែរបងពេលបងខូចចិត្តដោយសារអូនឯងខ្ញុំងាកទៅមើលមុខរ៉ានីនាងមិនហ៊ានសម្លឹងចំភ្នែកខ្ញុំទេនាងធ្វើជាជ្រកក្រោយខ្នងបរិះម្នាក់នោះហើយធ្វើជាភ័យខ្លាចពេលនោះទើបខ្ញុំភ្លឺភ្នែកគ្រប់យ៉ាងជាផែនការរបស់នាងទាំងអស់នាងយកព័ត៌មានសម្ងាត់របស់ខ្ញុំទៅបង្កើតជារឿងប្រឌិតដើម្បីបំបែកបំបាក់ពួកយើងនាងធ្វើជាមនុស្សល្អនៅចំពោះមុខខ្ញុំតែលួចចាក់ខ្ញុំពីក្រោយខ្នងដើម្បីដណ្ដើមមនុស្សដែលខ្ញុំស្រឡាញ់អ្វីដែលឈឺចាប់បំផុតមិនមែនជាការបាត់បង់មនុស្សប្រុសម្នាក់នោះទេប៉ុន្តែគឺជាការដែលដឹងថាមនុស្សស្រីដែលទុកចិត្តបំផុតស្រឡាញ់បំផុតដូចជាបងប្អូនរួមផ្ទៃម្ដាយបែរជាហុចថ្នាំពុលមកឲ្យខ្ញុំដោយញញឹមតាំងពីថ្ងៃនោះមកខ្ញុំលែងហ៊ានទុកចិត្តនរណាទៀតហើយរហូតមកដល់ថ្ងៃនេះខ្ញុំមិនទាន់បើកចិត្តទទួលមិត្តថ្មីចូលមកក្នុងជីវិតរបស់ខ្ញុំទេខ្ញុំបានប្រែប្រួលទាំងស្រុងដោយដូរទាំងការងារទៅធ្វើការកន្លែងផ្សេងមួយទៀតខ្ញុំនិយាយតិចធ្វើការងារច្រើនដូចគ្មានថ្ងៃស្អែកខ្ញុំមិនចូលរួមសកម្មភាពណាមួយជាមួយអ្នកផ្សេងខាងក្រៅពីម៉ោងការងារឡើយខ្ញុំមិនមានទំនាក់ទំនងជាមួយនឹងអ្នកជុំវិញខ្លួនច្រើនរហូតដល់គេគិតថាខ្ញុំគឺជាមនុស្ស introvert គេគិតបែបនេះក៏ល្អព្រោះខ្ញុំសុខចិត្តរស់នៅក្នុងជីវិតបែបនេះល្អជាងឲ្យខ្ញុំផ្ដល់ឱកាសឲ្យគេចាក់ខ្ញុំពីក្រោយខ្នងម្ដងទៀតសម្រាប់ខ្ញុំរហូតមកដល់ពេលនេះក្នុងចិត្តរបស់ខ្ញុំគឺមានត្រឹមតែអ្នកស្គាល់តែគ្មានមិត្តនោះទេអរគុណអេដមីនដែលអានសម្បត្តិខ្ញុំទោះជាខ្ញុំមិនបាននិយាយផ្ទាល់តែខ្ញុំក៏ធូរចិត្តដែលបានបញ្ចេញវាមកក្រៅបាទប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាក្រោយពីបានស្ដាប់សម្បត្តិទី9នេះហើយតើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែរស្រាប់អេដមីនផ្ទាល់ធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះគឺមិត្តដែលខ្លួនឯងទុកចិត្តបំផុតបានក្បត់ខ្លួនឯងខ្ញុំគឺជាមនុស្សម្នាក់ដែលអាចយល់ពីម្ចាស់សម្បត្តិបានក្នុងចំណោមអ្នកទាំងអស់គ្នាផ្សេងទៀតដែលបានយល់ពីអារម្មណ៍របស់ម្ចាស់សម្បត្តិនៅលើโลกនេះគ្មានអ្វីដែលគួរឲ្យខ្លាចលើសជាងសត្រូវដែលនៅជិតខ្លួននោះទេមានពាក្យគេនិយាយថាមិនមែនសត្រូវដែលបើកចំហនោះទេដែលយើងគួរឲ្យខ្លាចបំផុតគឺជាមិត្តយៈពាក់មុខធ្វើទេវតាមិត្តភក្តិប្រភេទមុខពីរដែលនៅពីមុខនិយាយផ្អែមល្ហែមតែពីក្រោយខ្នងចាំតែយកឱកាសចាក់យើងឲ្យដួលសម្រាប់ម្ចាស់សម្បត្តិអេដមីនចង់ប្រាប់ថាកុំបន្ទោសខ្លួនឯងអ្នកមិនបានធ្វើអ្វីខុសទេចិត្តស្មោះរបស់អ្នកមិនគួរត្រូវរងការបំផ្លាញបែបនេះឡើយប៉ុន្តែសូមគិតក្នុងផ្លូវល្អចុះព្រឹត្តិការណ៍នេះវាគឺជាមេរៀនដ៏ធំមួយដែលជួយដកមនុស្សមិនល្អចេញពីជីវិតរបស់អ្នកមនុស្សប្រុសដែលជឿសម្ដីអ្នកដទៃហើយមិនមកសួរអ្នកនិងមិត្តភក្តិដែលហ៊ានក្បត់អ្នកដើម្បីប្រយោជន៍ខ្លួនឯងពួកគេមិនស័ក្តិសមនឹងរស់នៅជាមួយអ្នកក្នុងពិភពលោករបស់អ្នកទេប៉ុន្តែគេសមតែរស់នៅក្នុងពិភពលោកកុហករបស់គេថ្ងៃណាមួយអ្វីដែលគេដាំនឹងបានឲ្យផលដល់គេជាមិនខានសូមរឹងមាំឡើងវិញហើយបើកចិត្តឲ្យទូលាយប្រហែលជាយើងត្រូវចំណាយពេលយូរបន្តិចដើម្បីព្យាបាលរបួសចិត្តនេះប៉ុន្តែអត់មានជឿថាអ្នកនឹងអាចឆ្លងកាត់វាបានចុះប្រិយមិត្តអ្នកស្ដាប់វិញ
បើជួបរឿងបែបនេះតើអ្នកនឹងធ្វើបែបណាដើម្បីដោះស្រាយជួយ comment ក្នុងdrop comment នៅក្រោមវីដេអូនេះផងកុំភ្លេចចុច like share subscribe និងបញ្ជូន channel បន្ទប់សម្ងាត់នេះទៅដល់អ្នកផ្សេងទៀតដើម្បីឲ្យគេបានបង្ហាញពីរឿងអាចកំបាំងដែលលាក់ទុកនៅក្នុងចិត្តតឹងទ្រូងនិយាយមិនចេញនោះទៅដល់យើងគ្រប់គ្នាហើយបានធូរស្រាលដែរស្រាប់ថ្ងៃនេះ admin សូមជម្រាបលាហើយយើងនឹងជួបគ្នានៅក្នុងវីដេអូនិយាយអំពីសម្បត្តិសម្ងាត់ក្រោយៗទៀត